ហិណ្ឌូដែលត្រូវបានបំភ្លេចចោលនៃព្រះរាជាណាចក្រចម្ប៉ាលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ប្រាសាទដ៏ធំសម្បើមនៅសម័យបុរាណចម្ប៉ាបានកសាងប្រាសាទដ៏ធំល្វឹងល្វើយដែលនៅតែស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះជាចម្បងឧទ្ទិសថ្វាយដល់ព្រះសិវៈសំណង់ទាំងនេះគោរពដល់ព្រះសិវៈជាអ្នកបង្កើតនិងជាអ្នកការពាររាជវង្សចម្ប៉ាអ្វីដែលសំខាន់បំផុតត្រូវបានគេស្គាល់ថាជាម៉ៃសនជាមជ្ឈមណ្ឌលសាសនានិងអក្សរសាស្ត្រហិណ្ឌូដើមឡើយប្រាសាទនេះមានសំណង់ចំនួន70ដែលក្នុងនោះមាន25សំណង់គួរឲ្យស្ដាយប៉ុមធំត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិកក្នុងឆ្នាំ1969កំឡុងសង្គ្រាមវៀតណាមស៊ីវលីងកាគឺជាទម្រង់ចម្បងដែលត្រូវបានថ្វាយបង្គំនៅម៉ៃសនដែលជាទម្រង់អានិកម្មរបស់វាតំណាងឲ្យអំណាចដ៏ទេវភាពរបស់ស្ដេចដែលផ្ដល់អំណាចដោយព្រះសិវៈផងដែរសព្វថ្ងៃនេះជនជាតិចាមនៅតែបន្តគោរពបូជារូបរាងព្រះសិវៈនេះទីតាំងនៃវត្តសនថៃនជាបុរាណនៅលើកំពូលភ្នំបេនៅតែត្រូវបានចាត់ទុកថាជាកន្លែងសក្ការៈនិងពិសិដ្ឋបំផុតមួយនៅក្នុងប្រទេសវៀតណាមនៅទីនោះនៅលើថ្មក្រានីតកម្ពស់3ម៉ែត្រគឺជាជើងភ្នំហាមចាន់ទៀនដែលជាស្នាមជើងរបស់ព្រះដែរបានដើរជើងរបស់គាត់នៅលើដីទន់នៅពេលព្រឹកព្រលឹមនៃមនុស្សជាតិមានទីតាំងនៅក្បែរនោះគឺជាសារមន្ទីរបុរាណវិទ្យានៃវប្បធម៌អូកែវដែលទើបនឹងបើកថ្មីនេះដែលរចនាឡើងដើម្បីចម្លងពីស៊ីវលីងនិងយូនីដ៏ធំមួយជញ្ជាំងរបស់វាត្រូវបានតម្រង់ជួរជាមួយ Gen Schmertis អង្គុយលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់វត្ថុបុរាណហិណ្ឌូជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាមនៅឆ្នាំ2001បន្ទះមាសចំនួន320ត្រូវបានរកឃើញតុបតែងជាមួយនឹងទេវៈហិណ្ឌូជាច្រើនដូចជា Garuda, Naresama, Karma និង Durga បន្ទះទាំងនេះត្រូវបានកំណត់ថាជារូបភាពនិមិត្តសញ្ញាហិណ្ឌូដែលគេស្គាល់ដំបូងបំផុតដែលមិនធ្លាប់មាននៅក្នុងអាស៊ីអាគ្នេយ៍ចាប់ផ្ដើមនៅសតវត្សឆ្នាំ1940វត្ថុបុរាណអុកយ៉ូដ៏មានតម្លៃជាច្រើនត្រូវបានជីករកឃើញដែលបង្ហាញពីរូបចម្លាក់និងរូបចម្លាក់របស់ព្រះពុទ្ធព្រះហ្គេនព្រះវិស្ណុ Durga និងសេវាក្នុងទម្រង់ជារូបមនុស្សនិងរូបចម្លាក់ Iconic Linga របស់ទ្រង់វត្ថុបុរាណហិណ្ឌូវៀតណាមជាច្រើនត្រូវបានគេកំណត់មិនត្រឹមត្រូវថាជារូបព្រះពុទ្ធឧទាហរណ៍មួយគឺព្រះវិស្ណុបែនហូដែលមានស្លាកសញ្ញាទាំងអស់របស់ព្រះវិស្ណុហើយត្រូវបានសម្គាល់ដោយសិលាចារឹកសំស្កឹតនៅលើខ្នងរបស់វាចម្លាក់នេះចុះកាលបរិច្ឆេទដល់ឆ្នាំ100នៃសត្រូវបានប្រគល់ជូនដោយព្រះអង្គម្ចាស់វិជ័យក្លូននុកចម្ប៉ាដោយការដឹងគុណនិងជានិមិត្តរូបនៃពរជ័យរបស់ព្រះវិស្ណុសម្រាប់ការសញ្ជ័យរបស់ទ្រង់លើចេនឡាបាត់អស់ជាច្រើនសតវត្សមកហើយនិងត្រូវបានរកឃើញឡើងវិញកាលពី100ឆ្នាំមុនព្រះវិស្ណុបែនហូត្រូវបានគោរពបូជាតាំងពីពេលនោះមកដោយសហគមន៍មូលដ្ឋាននៅខែមិថុនាឆ្នាំ2013នាយករដ្ឋមន្ត្រីវៀតណាមបានកំណត់អត្តសញ្ញាណជាផ្លូវការនៅកំណប់ទ្រព្យជាតិចំនួន30នៃការនាំចូលដ៏សំខាន់សម្រាប់ជាតិក្នុងចំណោមវត្ថុបុរាណហិណ្ឌូទាំងនោះមានជាវត្ថុបុរាណរបស់ព្រះវិស្ណុនិងសូរិយាពីវប្បធម៌អូកែវនិងដឺកានិងសិវៈពីប្រទេសចម្ប៉ាមហោស្រពបេតិកភណ្ឌខ្វាញ់ណែមលើកទី5ដែលបានប្រព្រឹត្តទៅនាថ្ងៃទី21ខែមិថុនាឆ្នាំ2013បានបង្ហាញរូបចម្លាក់ព្រះវិស្ណុដែលមានអាយុកាលពី 3.500 ទៅ 4.000 ឆ្នាំមុនប្រសិនបើការណាត់ជួបនេះបង្ហាញឲ្យឃើញពីភាពត្រឹមត្រូវរូបចម្លាក់នេះនឹងក្លាយជាវត្ថុបុរាណហិណ្ឌូដែលត្រូវបានគេស្គាល់ថាចំណាស់ជាងគេបំផុតនៅលើពិភពលោកភាសានិងស្គ្រីបសិលាចារឹកវូកែងក្នុងចំណោមសិលាចារឹកសំស្កឹតដែលគេស្គាល់ថាចំណាស់ជាងគេបំផុតដែលត្រូវបានរកឃើញនៅក្នុងតំបន់គឺជាសិលាចារឹកមួយក្នុងចំណោមសិលាចារឹកជាច្រើនដែលត្រូវបានរកឃើញក្នុងសម័យទំនើបនេះទន្លេដេវែងដែលជាជ្រលងទន្លេដ៏ធំបំផុតនៅភាគកណ្ដាលប្រទេសវៀតណាមមានសិលាចារឹកសំស្ក្រឹតជាច្រើនរួមទាំងមួយនៅមាត់របស់វាសិលាចារឹកនៅតាមមាត់ទន្លេទាំងនេះច្រើនតែដាក់លាក់នៅក្រោមខ្សែទឹកដែលត្រូវបានបង្ហាញក្នុងកំឡុងរដូវក្តៅស្ងួតប៉ុណ្ណោះលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់អក្សរចាមគឺជាការចុះមកនៃអក្សរព្រាហ្មណ៍ក្រានថាខាងត្បូងឥណ្ឌាប្រាសាទថ្មហិណ្ឌូជាច្រើននៃចម្ប៉ារួមមានទាំងចម្លាក់ថ្មសំស្ក្រឹតនិងចាមឹកសហគមន៍ចាមផ្សេងប្រើអក្សរដែលបានកែប្រែបន្តិចបន្តួចទោះបីជនជាតិចាមឥស្លាមចូលចិត្តប្រើអក្សរក្រមអារ៉ាប់ក៏ដោយ
ក្នុងអំឡុងការគ្រប់គ្រងអាណានិគមបារាំងក្រុមទាំងពីរត្រូវបានបង្ខំឲ្យប្រើអក្សរឡាតាំងអ្វីត្បិតតែអក្សរចាមនៅតែមានតម្លៃខ្ពស់ហើយទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីសម្រួលអក្ខរាវិរុទ្ធក៏ដោយក៏សពថ្ងៃនេះមានមនុស្សតិចណាស់ដែលរៀនវាពិតប្រាកដខណៈពេលដែលភាសាចាមដែលមានមូលដ្ឋានលើព្រាហ្មណ៍នៅតែត្រូវបាននិយាយដោយមនុស្សជិត250,000នាក់នៅពេលមួយសំស្ក្រឹតគឺជារឿងធម្មតាសម្រាប់អ្នកសិក្សាគួរឲ្យចាប់អារម្មណ៍ការផ្សព្វផ្សាយសំស្ក្រឹតជាលិលាក់អក្សរនៅក្នុងប្រទេសឥណ្ឌាហាក់ដូចជាស្ទើរតែស្របគ្នានឹងការប្រើប្រាស់របស់វានៅក្នុងប្រទេសវៀតណាមនិងកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ផាស្តាងនិយាយអំពីអរិយធម៌ហិណ្ឌូដែលមានមូលដ្ឋានលើសំស្ក្រឹតដែលកំពុងបន្តរស់រវើកដែលមិនដែលត្រូវបានជន់ពិការដោយកម្រិតជនជាតិភាគតិចឬជាតិសាសន៍តូចចង្អៀតនោះទេប៉ុន្តែវាមានវិសាលភាពស្ទើរតែជាសកលជនជាតិចាមសពថ្ងៃនេះបានរីករាលដាលពាសពេញអាស៊ីបូព៌ាពួកគេជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីច្រើនជាងនៅក្នុងប្រទេសកម្ពុជាសាសនាអ៊ីស្លាមស៊ីអ៊ីតនៅប្រទេសចិននិងពុទ្ធសាសនិកនៅប្រទេសថៃជនជាតិចាមវៀតណាមមួយចំនួនតូចត្រូវបានគេស្គាល់ថាជាចាមខាងកើតកាន់សាសនាអ៊ីស្លាមហើយមួយចំនួនទៀតគោរពតាមព្រះពុទ្ធសាសនាមហាយានប៉ុន្តែភាគច្រើនជាហិណ្ឌូពួកនេះហៅថាបាឡាមព្រាហ្មណ៍វាត្រូវបានគេអះអាងថា70%នៃប្រជាជនបាឡាម៉ុនត្រូវបានចាត់ថ្នាក់ជា Kshatriyasលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ដោយបានរួចផុតពីការបាត់បង់អាណាចក្ររបស់ពួកគេអាណានិគមរបស់បារាំងសង្គ្រាមវៀតណាមក្នុងអំឡុងពេលដែលមិនស្គាល់ចំនួនដែលបានធ្វើចំណាកស្រុកទៅប្រទេសបារាំងការគ្រប់គ្រងកុម្មុយនីសនិងការខុបខិតសេដ្ឋកិច្ចប្រជាជនចាមបាឡាម៉ុននិងទំនៀមទម្លាប់នៅដែលគួរឲ្យភ្ញាក់ផ្អើលប្រាសាទរបស់ពួកគេនៅតែឈរពិធីបុណ្យរបស់ពួកគេនៅតែត្រូវបានប្រារព្ធហើយពិធីប្រពៃណីសាសនាហិណ្ឌូនៅតែបន្តដំណើរឆ្លងកាត់នៃជីវិតដូចជាការបញ្ចប់ការសិក្សាពិធីមង្គលការកើតនិងការស្លាប់នៅតែត្រូវបានគោរពតាមប្រពៃណីហិណ្ឌូរួមជាមួយនឹងជនជាតិបាលីហិណ្ឌូចាមបាឡាម៉ុនតំណាងឲ្យប្រជាជនដែលមិនមែនជាជនជាតិឥណ្ឌាតែមួយគត់ដែលនៅសេសសល់នៃហិណ្ឌូជនជាតិដើមភាគតិចដែលនៅរស់រានមានជីវិតសពថ្ងៃនេះប៉ុន្តែជនជាតិចាមមិនមានភាពស៊ាំនឹងបញ្ហានៃសម័យទំនើបទេក្មេងផ្ដោតលើសុខុមាលភាពខាងសម្ភារៈដោយចំណាយពេលតិចតួចឬតាំងចិត្តចំពោះវិធីដូនតាទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងក្លាហានមួយចំនួនដើម្បីការពារនិងលើកកម្ពស់ទំនៀមទម្លាប់ដ៏សម្បូរបែបនៃសាសនាចាមក៏ដោយក៏នៅមានផ្លូវវែងឆ្ងាយសហគមន៍អ៊ីស្លាមចាមបានទទួលជោគជ័យជាងក្នុងន័យនេះទំនាក់ទំនងវប្បធម៌និងហិរញ្ញវត្ថុដ៏រឹងមាំត្រូវបានបង្កើតឡើងរវាងជនជាតិចាមមូស្លេមដោយសារអ្នកអធិប្បាយអ៊ីស្លាមជំរុញចិត្តធ្វើដំណើរក្នុងចំណោមជនជាតិចាមបំផុសជំនឿសកម្មភាពឯកភាពនិងបុព្វហេតុរួមរវាងចាមមូស្លេមនិងអ៊ុមម៉ាដែលជាសហគមន៍អ៊ីស្លាមសកលលោកទាំងមូលបទសម្ភាសន៍ជាមួយព្រឹទ្ធាចារ្យចាមក្នុងអំឡុងពេលដែលខ្ញុំស្វែងយល់អំពីវប្បធម៌ហិណ្ឌូជាប់លាប់របស់វៀតណាមខ្ញុំមានសំណាងដែលបានភ្ជាប់ទំនាក់ទំនងជាមួយ Filtrem ឈ្មោះរបស់ព្រះអង្គគឺអន្ត្រេរ៉ាជាស្គលនៃព្រះអន្ត្រជាស្ដេចនៃឋានសុខអន្ត្រេរីជាចាមបាឡាម៉ុនជាអ្នកដឹកនាំអ្នកប្រាជ្ញអ្នកនិពន្ធនិងព្រឹទ្ធាចារ្យគាត់បានសរសេរសៀវភៅជាច្រើនហើយជាអ្នកជំនាញខាងវប្បធម៌ចាមខ្ញុំក៏ត្រូវបានជួយដោយយេខាដែលជាអ្នកប្រាជ្ញនិងជាអ្នកដឹកនាំជនជាតិចាមម្នាក់ទៀតនិងដោយកូនប្រុសរបស់គាត់ឈ្មោះអ៊ិនរ៉ាយ៉ាដែលមានរូបថតអមជាមួយអត្ថបទនេះបទសម្ភាសន៍របស់ខ្ញុំជាមួយពួកគេបង្ហាញពីវប្បធម៌និងប្រជាជនរបស់ពួកគេសូមចាំទស្សនានៅលេខក្រោយទៀតសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ